ហ៊ានស្បត់ជូនដែរថាខ្ញុំនេះមិនបានប្រព្រឹត្តខុសជាមួយនឹងបងបែនទេកន្លងមកខ្ញុំក៏ស្រឡាញ់គាត់ចាត់ទុកគាត់ជាបងប្រុសម្នាក់តែប៉ុណ្ណោះបើលោកម្ចាស់បានឃើញពួកខ្ញុំប្រព្រឹត្តខុសហើយធ្វើមិនល្អចំពោះប្រពៃណីនោះធ្វើអីខ្ញុំក៏បានដែរខ្ញុំហ៊ានទទួលខ្ញុំព្រមទាំងអស់តែខ្ញុំមិនបានធ្វើអីទេមើលវាទៅមើលវាធ្វើច្រឹកទៅតែនេះបងបែនគាត់គ្រាន់តែអាណិតខ្ញុំអាណិតខ្ញុំហើយនឹងកូនដែលនៅក្នុងពោះតែប៉ុណ្ណោះយ៉ាងណាក៏កូននេះក៏ជាឈាមរបស់លោកម្ចាស់ដែរបែបនេះហើយបានជាបងបែនគាត់លួចយកទឹកមកឲ្យខ្ញុំព្រោះតែគាត់អាណិតខ្ញុំតែប៉ុណ្ណោះយើនាងដួងយកទឹកឲ្យផឹកចឹងហីគ្រប់គ្នាគេឃើញផ្ទាល់តែភ្នែកណាគេបានឃើញផ្ទាល់ភ្នែកបានហើយអ្នកម៉ែអ្វីដែលដួងលើកឡើងនេះក៏វាសមហេតុផលដែរហើយពួកយើងនេះក៏មិនបានឃើញដួងនៅលើក្រែជាមួយគ្នាណាអ្នកម៉ែបើចោតប្រកាន់ដួងបែបនេះនឹងមានពាក្យដំណាលថាព្រោះតែខ្ញុំនេះចង់រៀបការប្រពន្ធណាអ្នកម៉ែហើយក៏លើកទោសកំហុសទាំងអស់នេះទៅលើដួងទៅវិញណាអ្នកម៉ែតើដួងនាងមានកំហុសអ្វីបានជាត្រូវយកមកចងហាលថ្ងៃបែបនេះនោះបើទោះជាដួងមានទោសកំហុសដល់កម្រិតណាក៏ខ្ញុំសុំចិត្តអ្នកម៉ែផងចុះសុំអ្នកម៉ែយកយល់ដល់កូនរបស់ខ្ញុំផងទៅណាអ្នកម៉ែនេះកូនចៅទទួលស្គាល់អាកូនឈាមថោកឈាមព្រៃនេះហ៎ហើយចង់ទទួលស្គាល់ជាសាច់ឈាមមែនទេហ៎គឺមិនបានទេណាកូនកុំប្រើពាក្យនេះជាមួយម៉ែឲ្យសោះណាហើយក៏កុំឲ្យលេចលឺទៅដល់អ្នកសាយហើយនឹងស៊ីនួនកុំនាំរឿងក្តៅកាហាយចូលមកក្នុងជីវិតកូនឲ្យសោះណាកុំដោយសារស្រីបំរើម្នាក់នេះម៉ែហាមកូនឲ្យហើយណាម៉ែនេះនៅតែមិនជឿទេថាកូននៅក្នុងពោះរបស់វានេះគឺជាឈាមរបស់កូននោះពេលនេះណាម៉ែចាប់កំហុសអាបែនហើយនឹងនាងដួងនេះនៅលើក្រែមិនបានតែក៏មានថ្ងៃណាមួយម៉ែនឹងចាប់កំហុសវាពីរនាក់នេះពេលនោះកូននឹងបានភ្លឺភ្នែកបើពួកគេពិតជាធ្វើអាក្រក់មែននោះចាំដល់ពេលឃើញជាក់ស្ដែងគឺកូននឹងចេះអាកាត់ដល់ខ្លួនឯងហើយណាម៉ែហើយកូនក៏ដឹងថាត្រូវធ្វើយ៉ាងណាចំពោះពួកគេទាំងពីរហើយប៉ុន្តែនៅពេលនេះកូនគ្រាន់តែចង់ដឹងថាតើដួងនាងមានកំហុសអ្វីបានជាត្រូវយកនាងមកចងហាលថ្ងៃបែបនេះកូនចង់ដឹងណាស់កូនធំមិនបានជាកូនឯងយកដុំថ្មទៅគប់ក្បាលបងឌិនរបស់អញ្ចឹងកូនឈួតហើយមែនទេចេះលេងដៃដល់បែបនេះតាំងពីពេលណាមកអត់ទេខ្ញុំអត់បានធ្វើទេម៉ែខ្ញុំអត់បានយកថ្មគប់ក្បាលបងឌិនទេម៉ែបងឌិនដេញវាយខ្ញុំមុនតាមម៉ែខ្ញុំមិនបានគប់គាត់ទេណាម៉ែ
ភពឯងជាកូនក្មេងសោះមិនក៏មានគំនិតអាក្រក់បែបនេះហ៎ឯងនៅចង់ប្រកែកនឹងយើងទៀតមែនទេបើឯងមិនបានធ្វើមិនក៏កូនឌីនចំក្បាលបែបនេះហ៎ចូលបាត់បែកក្បាលហោឈាមមានគ្រោះថ្នាក់ធំទៅតើគិតធ្វើយ៉ាងម៉េចទៅហ៎ចាស់ចាំមនុស្សផ្ទះផង អត់ទេលោកអ៊ំអត់ទេខ្ញុំអត់បានទៅកុំក្បាលបងឌិនទេខ្ញុំអត់មានធ្វើទេខ្ញុំអត់មានធ្វើទេខ្ញុំអត់បានធ្វើទេ យីឯងនេះហ៊ានបកកាយទៀតអីបើឯងមិនគប់យើងណានៅសុកហេតុអីក៏ក្បាលយើងជាប់ចឹងហ៎ឯងចង់ទៅដាំខ្សែរបស់យើងពេលដែលយើងមិនអោយឯងទៅយកដុំស្មាក់កូនក្បាលរបស់យើងឥឡូវបែរជាហ៊ាននិយាយដល់សាទៀត ผมអញចេះនិយាយអាក្រក់បែបនេះពីណាម៉ែមិនចូលចិត្តទេណាធ្វើខុសហើយនៅតែមិនហ៊ានទទួលខុសទៀតម៉ែនឹងដាក់ទោសឯងឲ្យថ្ងៃក្រោយឈប់ប្រហើនទៀតឈប់ឈួតអញ្ចឹងទៀតឬទេអត់ឈប់ប្រហើនទៀតឬទេម៉ែថ្ងៃក្រោយឈប់ប្រហើនទៀតម៉ែកូនម៉ែខ្ញុំសូមឈប់ណាកូនខ្ញុំអត់ប្រហើនទៀតឬទេថ្ងៃក្រោយមិនត្រូវធ្វើអញ្ចឹងទៀតទេថ្ងៃក្រោយធ្វើបែបនេះទៀតម៉ាក់វាយអញទាល់តែស្លាប់ឈប់ប្រហើនទៀតឬទេបើធ្វើបែបនេះទៀតម៉ាក់វាយអញទាល់តែស្លាប់ អូជំនងក្លិនស្រែស្រើអើយជួយបងងំចឹងបើអើយចងចាំ នេះដួងឡើងទៅជួបខ្ញុំតាំងពីអង្កាលហ៎គ្មានរឿងបែបនេះទេណាអ្នកម៉ែ គឺជប់មួយនោះគឺខ្ញុំឃើញនឹងដួងនឹងណាវាលឹបលនៅក្រៅផ្ទះធំមួយយំខ្ញុំគិតថាវាច្បាស់ជាមកលុកជួបលោកម្ចាស់ហើយបើមិនអញ្ចឹងទេវាឡើងមកផ្ទះធំធ្វើអីដែរបើវាគ្មានកិច្ចការស្អីនៅនោះផងហ្នឹងគឺខ្ញុំគិតថាបែបហ្នឹងហ្មងទៅលោកម្ចាស់ ពួកនាងឯងនេះពិតជាគិតផ្ដេសផ្ដាស់ពេកហើយបើគ្រាន់តែឃើញប៉ុណ្ណឹងហេតុអីក៏គិតថាដួងនេះមកជួបជាមួយយើងបែបនេះបើយើងចង់ជួបដួងមិនបាច់មកលឹបលោបែបនេះទេតែយើងនេះចិត្តរៀបការហើយរឿងដែលពាក់ព័ន្ធជាមួយនឹងដួងក៏គិតថាវាចប់សពគ្រប់ហើយដែរយើងគ្រាន់តែចង់ឲ្យដួងមករស់នៅទីនេះដើម្បីមើលថែកូនរបស់គេកុំឲ្យលំបាកខ្ចាត់ព្រាន់ហើយទៅនៅខាងក្រៅផ្ដេសផ្ដាស់ហ្នឹងណាពួកឯងឈប់គិតអាក្រក់ផ្ដេសផ្ដាស់បែបនេះទៀតទៅហេតុអីក៏នាំគ្នាចេះតែគិតអាក្រក់មកលើដួងបែបនេះទៅស្រាយចំណងដួងចេញមកភ្លាមឮទេហើយលើក្រោយកុំធ្វើអ្វីទៅតាមការស្មានរបស់ពួកនាងទៀតណាមិនក៏មិនទៅស្រាយលឿនទៅចាមកតយើងទៀតដួងខ្ញុំអរគុណហើយលោកម្ចាស់ស្រីលោកម្ចាស់ Sao một hai đằng ai nhé nên là kia ở ngọt tao cho tao ấy
ទៅតែចេះបែបខ្ញុំមិនចង់ជឿទេ បេះដូងអើយឈឺចាំព្រះស្រម ត្រូវរងតង ផលមកផលកម្មមិនដល់អើយជួ ដួង អូនសួរ ពេលនេះដួងមិនច្បាស់ហើយមែនទេ អូនសួរដី លោកម្ចាស់ គាត់បានបញ្ជាក់ឲ្យថា ដួងមិនត្រូវជាអ្វីនឹងគាត់ទៀតទេ ម្ដេចមិន ហើយក៏គ្មានអ្វីដែលត្រូវតាក់ទងគ្នាទៀតដែរ មកបែ រួចចិត្តអើយពេលនេះសែនណាស់ ថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតណាលើកទីអភព ចិត្តអូន ផ្ទះនេះមិនចិញ្ចឹមក្មេងដែលចូលចិត្តលេងល្បែងអញ្ចឹងនោះទេនៅទុយប៉ុណ្ណឹងសោះដែលហ៊ានធ្វើអញ្ចឹងទៅហើយដល់ពេលធំឡើងតែចិត្តនោះវាយ៉ាងណាទៅវិញ នេះណែឈប់ធ្វើអញ្ចឹងទៀតទៅ ម៉ែដៃកូនទេកូនសុំបងម៉ែខ្ញុំជឿម៉ែខ្ញុំចាប់លេងជាមួយបងដេនទៀតហើយខ្ញុំមិនធ្វើឲ្យម៉ែខុសទៀតទេណាម៉ែម៉ែឈប់វាយកូនទៅណាម៉ែកូនឈឺណាស់កូនចាប់ធ្វើឲ្យម៉ែពិបាកចិត្តទៀតហើយម៉ែ អូចំណោក្លិនស្រែស្រូវអើយជួយបងនាំចិត្តបើឲ្យចងចាំលោកកាយអូនសូមផ្ដាំ អររបស់កូន សេកា បានបំភ្លេចពាក្យសន្យាអស់ហើយកូន ភូ លោកពុករបស់កូនមិនចាប់សម្ដីតែកូនបាននិយាយជាមួយនឹងពួកយើងទេពុកគាត់ខ្លាយទៅជាមនុស្សថ្មីហើយកូន បេះដូងអើយឈឺចាំព្រះស្រមផលបងផលកម្មបានដល់អើយជួអូនសួរមេឃអូនសួរដីម្ដេចមិនប្រណីអូម្ដេចមិនប្រណីអូ ដួងចិត្ត លោកម្ចាស់បំភ្លេចពាក្យសន្យាមែនទេលោកម្ចាស់ បងសន្យាជាមួយនឹងដួងថាបងនឹងឲ្យដួងរស់នៅក្នុងផ្ទះនេះក្នុងឋានៈមួយដែលសមរម្យហើយដួងគ្រាន់តែរងចាំឱកាសល្អមកដល់តែប៉ុណ្ណោះយើងសន្យាប៉ុន្មានហើយយើងសន្យា លោកម្ចាស់មិនត្រូវបំភ្លេចពាក្យសន្យាទេ ដួងពិតជាសន្យា អូចំណោក្លិនស្រែស្រូវអើយជួយ